គ្រាន់តែបើកឆាកដើមខែថ្មីភ្លាមថៃត្រូវម៉ាឡេស៊ីវាយមួយដំបងដោយប្រកាសឈប់ឲ្យនាំចូលបង្គា5ប្រភេទទៅក្នុងប្រទេសនេះដើម្បីសងសឹកទៅលើរឿងមួយអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីថ្មីនេះព័ត៌មានបានឲ្យដឹងថាចាប់ពីថ្ងៃទី1ខែមិថុនាឆ្នាំ2026នេះតទៅប្រទេសម៉ាឡេស៊ីនឹងចាប់ផ្ដើមដោយផ្អាកការនាំចូលបង្គាចំនួន5ប្រភេទពីប្រទេសថៃដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់វិស័យគ្រឿងសង្វឹតរបស់ថៃជាខ្លាំងដើមចំនៃបញ្ហានេះកើតឡើងបន្ទាប់ពីមានការរកម្មរកូសលើការនាំចូលត្រីឆ្ពង់ដោយប្រទេសម៉ាឡេស៊ីបាននាំយកកូនត្រីនេះពីប្រទេសថៃទៅចិញ្ចឹមរួចនាំចេញត្រីសាច់ត្រឡប់មកលក់នៅក្នុងទីផ្សារថៃវិញក្នុងតម្លៃថោកពេកដែលបង្កផលប៉ះពាល់ដល់អ្នកចិញ្ចឹមត្រីនៅថៃដើម្បីជាការឆ្លើយតបអាជ្ញាធរថៃបានដាក់វិធានការត្រួតពិនិត្យគុណភាពត្រីឆ្ពង់ពីម៉ាឡេស៊ីយ៉ាងតឹងរ៉ឹង 100% ដើម្បីស្វែងរកសារធាតុគីមីនិងមេរោគដែលធ្វើឲ្យភាគីម៉ាឡេស៊ីមិនពេញចិត្តនិងដាក់វិធានការតបវិញភ្លាមក្នុងនោះផងដែរប្រទេសម៉ាឡេស៊ីបានហាមឃាត់ការនាំចូលបង្គាថៃចំនួន5ប្រភេទដែលមានដូចជាបង្គា Black Tiger បង្គាចេកបង្គាសបង្គាកូឡាខ្មៅនិងបង្គាខៀវព្រមទាំងតម្រូវឲ្យមានលិខិតបញ្ជាក់គុណភាពពីមន្ទីរពិសោធន៍ទៀតផងសមាគមបង្គាថៃបានបញ្ជាក់ថាការផ្អាកការនាំចូលភ្លាមនេះនឹងធ្វើឲ្យបង្គាជាង200តោនក្នុងមួយខែត្រូវហូរត្រឡប់មកលក់ក្នុងទីផ្សារថៃវិញដែលនឹងបណ្ដាលឲ្យតម្លៃបង្គាក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំងក្រុមអ្នកចិញ្ចឹមបង្គាថៃកំពុងបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងថាពួកគេអាចនឹងបាត់បង់ទីផ្សារម៉ាឡេស៊ីទៅឲ្យប្រទេសគូប្រកួតប្រជែងផ្សេងទៀតប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទាន់ពេលវេលាយ៉ាងណាមិញក្រុមអាជីវករបានអំពាវនាវឲ្យលោកអានូទីនឆាលវីរៈគុលក្នុងនាមជានាយករដ្ឋមន្ត្រីប្រញាប់បើកកិច្ចចរចាជាមួយភាគីម៉ាឡេស៊ីជាបន្ទាន់ដើម្បីសម្របសម្រួលដោះស្រាយការហាមឃាត់នេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន